ពេលដែលយើងធ្វើការមួយតម្លៃលេខឧទាហរណ៍តារាងបន្ទុករបស់សិស្សដ៏ច្រើនអញ្ចឹងហើយយើងចង់រកតម្លៃទូចបំផុតនិងខ្ពស់បំផុតដោយប្រើភ្នែកទទេប្រហែលជាអាចយូរប៉ុន្តែនៅក្នុង Excel អត់ទេយើងអាចធ្វើបានក្នុងរយៈពេលដ៏ខ្លីដោយសារតែ Excel គឺបានបង្កើតនូវ function ឲ្យយើងរួចជាស្រេចគឺ function នៅក្នុងការរកតម្លៃ minimum និង maximum ហើយ function នេះទៀតសោត Excel បានបែងចែកជា3ប្រភេទផ្សេងនេះទៀតដូច្នេះចង់ដឹងថាតើយើងប្រើយ៉ាងម៉េចនិងប្រើវានៅពេលណាយើងទៅមើលដល់នេះនៅក្នុង Excel របៀបនៃការរកតម្លៃ maximum ឬក៏ minimum គេបែងចែកជា3ប្រភេទដែលយើងមានការរកធម្មតា minimum ធម្មតាការរក minimum A និង minimum F ការរកតម្លៃទូចបំផុតដែលមានលក្ខខណ្ឌអញ្ចឹងយើងទៅមើលដល់នេះយើងឲ្យធម្មតាណាយើងវាយ minimum ធម្មតាមក tab មួយមកទៅរកណាតម្លៃបន្ទុកទាបជាងគេនៅក្នុងមុខវិជ្ជា Mathematics Enter minimum A អូខេយើងវាយធម្មតាមក tab មួយ select យើងនេះយើងឃើញអត់ប្រែប្រួលអញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញអ្នកនរគ្នាថាពីរនឹងខុសគ្នាឥឡូវ minimum A យើងដឹងហើយពាក្យថា F ផ្ទុយហ្នឹងគឺលក្ខខណ្ឌឧទាហរណ៍ខ្ញុំចង់បានបន្ទុកទាបបំផុតនៅក្នុងមុខវិជ្ជាគណិតរបស់សិស្សស្រីអញ្ចឹងខ្ញុំឲ្យណាលក្ខខណ្ឌ minimum F អូខេ tab មួយមកទៅធ្វើតម្លៃឬក៏រកតម្លៃទាបបំផុតនៅក្នុងជួរនេះដោយ check មើលថានៅជួរឈរនេះគឺជាសិស្សស្រីអូខេអញ្ចឹងវានឹងរកតម្លៃ minimum តែបន្ទុកសិស្សស្រីទេសម្រាប់ male សិស្សប្រុសគឺវាអត់រាប់បញ្ចូលអូខេ enter មក0អូខេខ្ញុំច្រឡំណាខ្ញុំ select សិស្សស្រីគឺ F female 30តោះយើងមកមើលវិភាគខុសគ្នារវាង function ពីរនេះណាមានកន្ទុយ A ហើយនិងធម្មតាអញ្ចឹងចំពោះ minimum ខ្ញុំវាយចូលធម្មតា minimum ខ្ញុំ select ទាំងអស់ណានៅក្នុងនោះមានអក្សរវាចេញធម្មតាណា100ខាងលើនេះចុះ minimum A វានឹងចេញអីអូខេ tab មកវានឹងចេញលេខ0អញ្ចឹងមានន័យថាតម្លៃ minimum A នេះគឺវារាប់បញ្ចូលទាំងអក្សរដែរណាប្រភេទ text ប្រភេទអក្សរដោយអក្សរគឺវាឲ្យតម្លៃស្មើ0ដូចគ្នាដែរចំពោះកន្លែងនេះ maximum ក៏ដូចគ្នាដែរ maximum ធម្មតាហើយនឹង maximum A គឺចំពោះអក្សរគឺវាឲ្យតម្លៃស្មើ0ប៉ុន្តែមាន special case អូខេ special case បើយើងទៅសេពាក្យថា true នេះដោយសារតែមាន B នៅមួយទៀតអញ្ចឹង B នេះគេឲ្យ0 true នេះគឺអត់0ទេវានឹងប្រែប្រួលទៅជា1ឥឡូវខ្ញុំវាយកន្លែងនេះ true ណាទូចបានធំបានវានឹងចេញតម្លៃ1